ទោះបីជាផ្លែម្រះមានរសជាតិល្វីងប៉ុន្តែវាត្រូវបានគេចាត់ទុកថាជាឱសថធម្មជាតិដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់នៃផ្លែម្រះគ្រប់គ្រងជាតិស្ករក្នុងឈាមផ្លែម្រះជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមដែលល្អបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែមកាត់បន្ថយជាតិខ្លាញ់វាជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់និងជួយដុតបំផ្លាញជាតិខ្លាញ់ជាពិសេសខ្លាញ់ក្បាលពោះពង្រឹងប្រព័ន្ធការពាររាងកាយសារធាតុចិញ្ចឹមក្នុងម្រះជួយបង្កើតភាពស៊ាំប្រឆាំងនឹងមេរោគនិងជំងឺឆ្លងផ្សេងៗជំនួយដល់ការរំលាយអាហារនិងថ្លើមម្រះជួយជំរុញការរំលាយអាហារការពារថ្លើមនិងជួយសម្លាប់មេរោគក្នុងរាងកាយសុខភាពស្បែកនិងសម្រស់វាជួយកាត់បន្ថយបញ្ហាស្បែកដូចជាជំងឺរបកស្បែកនិងជាជំនួយការសម្រស់សម្រាប់សុភាពនារីកាត់បន្ថយការរលាកនិងការឈឺក្បាលការទទួលទានម្រះអាចជួយកាត់បន្ថយអាការៈឈឺក្បាលនិងបន្ថយការរលាកផ្សេងៗក្នុងរាងកាយការពារជំងឺមហារីកការសិក្សាមួយចំនួនបង្ហាញថាផ្លែម្រះអាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីកមួយចំនួនដូចជាមហារីកស្តន់ជាដើមអ្នកអាចជ្រើសរើសការទទួលទានម្រះតាមរយៈការធ្វើជាម្ហូបអាហារដូចជាម្រះញាត់សាច់ឬឆាឬធ្វើជាទឹកបន្លែស្រស់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់តើបងប្អូនប៉ុន្មានអ្នកដែលចូលចិត្តផ្លែម្រះសូម comment ខាងក្រោមចុច share និងចុច follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត